មិនអាក្រក់នេះនិយាយស្អីហ្នឹងយើងនៅបរិសុទ្ធតែយើងមានក្មេងក្នុងពោះមកពីណាអ្នកមីងក៏ហាក់ចេះក្មេងទៅជាមនុស្សមិនល្អចូលមកនាំនាងទៅមន្ទីរពេទ្យពិនិត្យគាត់បើពិតជាមានផ្ទៃពោះត្រូវរឹបអូសយកក្រុមហ៊ុនកំសាន្តរបស់តកុលសិនទាំងអស់លោកម្ចាស់ទី2លោកកំខឹងអីខ្ញុំខុសហើយលោកម្ចាស់ទី2គឺខ្ញុំមានចេតនាកុហកលោករូបគ្នាអាក្រក់ម្ល៉េះមិនចម្លាច់ទេដែលត្រូវចេញមកណាត់ជួបនាងនិយាយទៅមើលរូបថតនេះមានអីពាក់ព័ន្ធជាមួយនឹងនាងហ៎លោកលាវអាយុ55ឆ្នាំហើយប្រហែលជាអត់ពាក់ព័ន្ធជាមួយរូបថតនេះទេបរិះអាយុ50គឺដូចជាផ្កាយកាន់តែចាស់កាន់តែក្រអូបចំណែកនាងវិញជាកូនច្បងតកុលវិនដែលជាតកុលធំទាំង4នៅណានឆឹងអាយុ26ឆ្នាំជិត30ទៅហើយបើមិនមែនប៉ារបស់នាងឲ្យលុយ60,000មកធ្វើជាថ្លៃបណ្ណាការទេខ្ញុំក៏មិនមកណាត់ជួបជាមួយនាងដែរនាងគិតថាខ្ញុំចង់ណាត់ជួបជាមួយនាងហ៎បើសិនជាលោកប៉ាខ្ញុំគាត់ដឹងថាលោកនិយាយកុហកគាត់ច្បាស់ជាសម្រាប់លោកមុនគេហើយនាងមិនស្គាល់របស់ល្អពិតប្រាកដទេខ្ញុំគឺជាអ្នករៀនចប់មហាវិទ្យាល័យពិតប្រាកដនៅសតវត្សទី80តម្លៃថ្នាក់វិទ្យាល័យកាលនោះគឺស្មើនឹងថ្នាក់បណ្ឌិតឥឡូវនេះតើឯងដឹងដែរទេហើយនេះក៏ជាសិនដ៏ល្អត្រូវជ្រើសរើសកាលពីសម័យកាលមុនបើនាងអាចបង្កើតកូនឲ្យខ្ញុំនោះពពែបរោះរបស់នាងអាចទទួលបានលៀបធំហើយដូច្នេះបើនាងរៀបការជាមួយខ្ញុំត្រូវបង្កើតកូនឲ្យខ្ញុំយ៉ាងតិច8នាក់និយាយចាប់ហើយនៅខ្ញុំបញ្ញាប់ចុះសម្រាប់អាពាហ៍ពិពាហ៍ជាមួយខ្ញុំមែនទេខ្ញុំរៀបការជាមួយចៅប្រុសលោកអាចចុះលិខិតអាពាហ៍ពិពាហ៍800ដងចុះលោកយកមកពីណាធានាជាមួយខ្ញុំស្រីឆោតទៀតប្រយ័ត្នវិនឈិងស្អែកជួបគ្នាចុះលិខិតអាពាហ៍ពិពាហ៍ត្រូវសម្រាប់ឲ្យបានច្រើនកុំឲ្យមានស្នាមខ្មៅនៅក្រោមភ្នែករបួសបានប៉ះពាល់ដល់សរសៃប្រសាទជើងខ្នងបណ្ដាលឲ្យពិការជើងទាំងពីរប្រហែលជាមិនអាចក្រោកឈរបានទៀតទេលោកម្ចាស់ទី2លោកម្ចាស់ទី2លោកនឹងអ្នកនាងវិននៅជាមួយគ្នា5ឆ្នាំហើយស្នេហាអ្នកទាំងពីរជ្រាលជ្រៅណាស់ខ្ញុំគិតថាទោះបីជាលោកម្ចាស់មិនអាចក្រោកឈរបានទៀតក៏ដោយក៏អ្នកនាងវិននៅក្បែរលោកម្ចាស់មិនអាចឃ្លាតដែរតែនាងមិនគួរចំណាយពេលនៅជាមួយនឹងមនុស្សពិការដូចជាយើងនេះទេអាយីបងខ្ជិលក្រោកពីគេមែនទេពេលនេះគឺយឺតកន្លះម៉ោងហើយវិនឈិងយើងបែកគ្នាទៅកាត់អីបងនៅទីណាអូនត្រូវបងឥឡូវនេះខ្ញុំបានយកព្រមរៀបការជាមួយអ្នកផ្សេងហើយចេញទៅក្រៅប្រទេសនៅយប់នេះហើយយើងកុំតាក់ទងគ្នាទៀតអីឈប់ត្រឹមនេះចុះយើងកុំតាក់ទងគ្នាទៀតអីឈប់ត្រឹមនេះចុះវិនឈិងអាយជាអ្នកណាហេតុអីមកចេះដឹងឬគេចេញទៅលោកប៉ាស្គាល់គាត់មែនទេអូកូនរបស់គេធំប៉ុណ្ណេះហើយស្អាតទេអរគុណលោកម្ចាស់ទី2ដែរមិញនេះជួយខ្ញុំថ្ងៃក្រោយបើត្រូវការជំនួយពីត្រកូលវិនសូមលោកប្រាប់មកចុះខ្ញុំសូមលាលោកហើយឈប់សិនលោកប៉ាដូចជាស្រឡាញ់អ្នកមីងវិនហើយល្អណាស់ទៅមានម៉ាក់ហើយនាងនិយាយពីអីខ្ញុំកំពុងរកប្រពន្ធឲ្យប៉ាអ្នកមីងវិនអ្នកមីងសុខចិត្តធ្វើជាម៉ាក់ខ្ញុំទេបានន័យថាលោកលែងលះហើយនាងស្ដាប់ខ្ញុំបញ្យល់សិនតាមពិតកាលនោះគឺបែបនេះហើយទើបទូខ្លាយជាកូនរបស់ខ្ញុំគឺបែបនេះសោះ
ចូលមុខរបស់នាងកើតអីគេនឹងស៊ីវលីនយាបានចេញទៅក្រៅប្រទេសរៀបការហើយឯងធ្វើមុខខ្លួនឯងបែបនេះដើម្បីគេទៅវាសមដែរទេនឹងសមទេ កូនបានប្រាប់ប៉ាយូរហើយថាកូនមិនចង់ណាត់ជួបបើប៉ាមិនស្ដាប់កូនមានតែវិធីនេះ ហើយប៉ាគ្រាន់តែសង្ឃឹមថាឯងមានបងឯងពឹងផ្អែកប៉ុណ្ណោះណាកូន ខ្ញុំពិតជាលែងសមជាមួយនឹងអាយៈទៀតហើយមានតែទៅតាមនឹងចុះឆ្នាំមុនពេលដែលខ្ញុំឡើងភ្នំចៃដន្យគឺត្រូវទឹកថ្នាំពុលកាត់